สุดน้ำรีบอลมาสเตนโกแพทริกเดกูสโรสุดน้ำโกបាទនេះគឺ11អ្នកដំបូងបាទរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទគឺមានអ្នកចាំទីកីឡាករ Diego Costa បាទខ្សែការពារគឺមានបាទ Mendes បាទមាន Inacio បាទមាន Ruben Dias ជាមួយនឹងកីឡាករ Diego Dalot បាទបម្រើវិញគឺមាន Bernardo Silva បាទ Vitinha ជាមួយនឹង Bruno Fernandes បាទឯប្រយុទ្ធបាទ3អ្នកនៅខាងលើគឺមាន Rafael Leao Cristiano Ronaldo បាទជាមួយនឹងកីឡាករ Francisco Conceição បាទ11អ្នកដំបូងបាទរបស់ក្រុមបាទជម្រើសជាតិ Denmark បាទគឺមានអ្នកចាំទីកីឡាករ Kasper Schmeichel បាទខ្សែការពារគឺមាន Christensen Ederson បាទ Vestergaard បាទជាមួយនឹងកីឡាករបាទ Degu បាទចំណែកបម្រើវិញគឺមាន Christian Eriksen បាទមានបាទ Husman បាទជាមួយនឹងកីឡាករបាទ Christian Nogard បាទប្រយុទ្ធបាទ3នាក់នៅខាងលើគឺមានបាទកីឡាករ Gustavo Isaacson បាទមាន Ramos Højlund បាទជាមួយនឹងកីឡាករ Limsrom Mendes លើកកន្លែងនេះដួលអញ្ញាក៏ដាក់ឲ្យពេលនាទីឬក៏យ៉ាងម៉េចបាទ Cristiano Ronaldo បាទដូចជា11ម៉ែត្របាទ11ម៉ែត្របានទៅខាងក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទការរំខានមកទៅលើពូដូឥឡូវលោកកញ្ញាកដាកំពុងតែឆែកវ៉ាមើលសិនបាទកញ្ញាកដាគឺបាទសិនចិត្តសេប៊ីបាទកាត់ក្តីនៅក្នុងការប្រកួតនេះបាទ Nuno Mendes បាទ Mendes លើកទៅហើយក៏បាទចាប់ទាញបាទពីខាងក្រោយបាទខ្សែការពារបាទកីឡាករបាទ Patrick បាទ Degu បាទ Degu នេះគឺបាទកីឡាករដែលមកពី Manchester United បាទជាមួយតាជោឬក៏មិនចូល Cristiano Ronaldo អាយយយមិនចូលទេប្រិមិត្តយើងអាមិនចេះមកការសុទ្ធពេលនាទីរបស់ពូដូថ្ងៃនេះបាទដូចជាបាទសង្គ្រោះបានមកពី Kasper Schmeichel អត់ចូលទេបងប្អូនយើងបាទឱកាសលើកចូលមកទេចូល1-0សម្រុកទាល់តែមានគ្រាប់បាល់អូនណាបាទបានមួយគ្រាប់ហើយបាទប្រិមត្តយើងបាទបានមួយគ្រាប់ហើយអញ្ចឹងសរុបទាំងពីរជើងបាទមួយស្មើនេះកាត់តែតអូនហ្គោបាទបាល់តែតអូនហ្គោបាទពីបាទខ្សែការពារបាទអូនហ្គោបាទ Joseph Anderson មកតែតចូលទីខ្លួនឯងបាទ Cristiano Ronaldo ឲ្យ Vitinha បាទលើកឲ្យ Diego Dalot អូសវៀងឲ្យ Pudo Cristiano Ronaldo ទម្លាក់សុទ្ធឆ្វេងទៅខ្សែការពារចេញក្រៅទាមទារបាល់ប៉ះដៃផងដែរអញ្ញាដាក់អត់ពីណីទេបាទ Conceição រូបភាពយឺត Diego Dalot ឲ្យ Pudo ផ្ទះខ្លី Conceição សុទ្ធឆ្វេងណែបាទប៉ះដៃអត់មើលទៅអូដូចជាប៉ះដៃមែនបាទប្រិមត្តយើងបាទ Christian Eriksen តតឡើងទៅខាងលើឱកាសទេហ្គោ2-1ស្មើសរុបទាំងពីរជើងបាទគឺ2-1ប្រិមត្តយើងបាទមួយស្មើនៅក្នុងការប្រកួតនេះបាទរូបភាពយឺតការលើកចូលមកតែតមួយក្បាលអូស្អាតណាស់បាទកន្លែងនេះបាទការតែតបាទរំលងដៃបាទអ្នកចាំទី Diego Costa បាទ Christensen Nuno Mendes ហើយ Bruno សុទ្ធស្នាមរីបលមកសូតេន Goal Cristiano Ronaldo មកជ
ជាអ្នកសុទ្ធគ្រាប់បាល់ទី2ឲ្យប៉ូទុយហ្គាល់មកនាំមុខវិញមក2-1រូបភាពយឺតការសុទ្ធរីបាំពី Bruno រីបាំចុះឡើងសុទ្ធស្ដាំណែល្អណាស់បាទមួយគ្រាប់នេះព្រីម៉ាយើងបាទអញ្ចឹងគឺ2-1សរុបទាំងពីរជើងបាទស្មើគ្នាបាទ2-2បាទ2-2លាក់រៀងស្ទើរ Patrick de Gou ស្រូសស្ដាំ Goal Christian Eriksen បាទជាអ្នកសុទ្ធគ្រាប់បាល់តាមស្មើឲ្យក្រុមជម្រើសជាតិដេនម៉ាร์កបាទ2-2នៅក្នុងការប្រកួតថ្ងៃនេះសរុបទាំងពីរជើងបាទគឺដេនម៉ាร์កនាំមុខបាទ3-2ទៅលើប៉ូទុយហ្គាល់បាទ Christian Eriksen បាទ8ប្រកួតបាទរកបានបាទ2គ្រាប់បាទជាមួយនឹងខ្សែបម្រើវ័យ33ឆ្នាំមកពី Manchester United អូអ្នកបញ្ជូនក៏មកពី Man U បាទអ្នកសុទ្ធក៏មកពី Man U នេះបាទ Patrick de Gou បាទយុវជនវ័យក្មេងបាទរបស់ Manchester United បាទជាអ្នកបញ្ជូនឲ្យបាទ Eriksen Nelson Semedo លើកចូលពី Bruno ជ្រុលជើងកន្លែងនេះដោចេញមកពី Kasper Schmeichel ទម្លាក់ខ្លីសុទ្ធឆ្វេង Goal Francisco Drenko បាទជាអ្នកសុទ្ធគ្រាប់បាល់ទី3ឲ្យជម្រើសជាតិប៉ូទុយហ្គាល់បាននាំមុខបាទ3-2ទៅលើដេនម៉ាร์កបាទភាយឺតបាទការដោចេញពី Kasper Schmeichel ទម្លាក់មកសុទ្ធឆ្វេងណែស្អាតណាស់បាទ Francisco Drenko កីឡាករខ្សែបម្រើដែលមកពីបាទ Sporting Lisbon បាទឱកាសលើកមកទប់បានសុទ្ធឆ្វេងរីបាល់ថែមមួយជើងឆ្វេង Goal 4-2នៅម៉ោងបន្ថែមការសុទ្ធបញ្ចូលទីដោយខ្សែបម្រើវ័យក្មេង Francisco Drenko ខ្សែបម្រើដែលទើបតែផ្លាស់ប្ដូរចូលមកនៅចុងវគ្គទី2ល្អណាស់ព្រីម៉ាយើងបាទ Francisco Drenko បាទជើងគឺ4-2សរុបទាំងពីរជើងប៉ូទុយហ្គាល់នាំមុខបាទ3-2បាទលេងបាន3ប្រកួតបាទរកបាន2គ្រាប់ផងដែរបាទពីបាទ Francisco Drenko អែមណាស់នេះវាយឺតបាទការសុទ្ធមួយជើងឆ្វេងពីបាទ Gonzalo Ramos បាទរីបាល់ពីអ្នកចាំទីបាទ Kasper Schmeichel បាទឱកាសចូលតាទៅ Diego Jota Goal យ៉ាងម៉េចអើយឲ្យឬក៏យ៉ាងណាគ្រាប់បាល់នេះបាទដូចជាអត់ឲ្យទេបាទពេលយឺតអូសាយបាទព្រីម៉ាយើងបាទបាល់នេះគឺអូសាយទៅឲ្យ Diego Jota ឲ្យ Francisco Drenko ស្រួលឲ្យ Jota កាត់សុទ្ធស្ដាំ Goal Gonzalo Ramos បាទខ្សែប្រយុទ្ធដែលមកពី PSG បើជាអ្នកសុទ្ធគ្រាប់បាល់ទី5ឲ្យប៉ូទុយហ្គាល់បាទទើបតែផ្លាស់ប្ដូរចូលមកនៅម៉ោងបន្ថែម15នាទី2ដងបាទ Gonzalo Ramos បាទមកពី Paris Saint-Germain បាទវាយឺតបាទការបញ្ជូនទៅឲ្យ Jota កាត់កន្លែងគឺអត់អូសសាយទេព្រីម៉ាយើងអញ្ចឹងគឺឲ្យហើយបាទសរុបទាំងពីរជើងបាទគឺ
Portugal បាទនាំមុខទៅលើ Denmark 5-3 បាទធ្វើការផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការទៅហើយអបអូសាតូបាទ Portugal ជាអ្នកទទួលបានជ័យជំនះកក់កៅអីឡើងទៅវគ្គ4ក្រុមចុងក្រោយនៃការប្រកួត Nations League